bạn ởក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ម៉ាស៊ីន Luca ដោយបើកប្រព័ន្ធវាស់ផ្អៀងគឺប្រព័ន្ធ IMU នៅក្នុងកម្មវិធី Noiva បាទជាបន្ទាប់យើងចូលទៅក្នុងកម្មវិធី Noiva បន្ទាប់មកចូលទៅ device ចូលទៅ connect ក្នុងករណីនេះខ្ញុំ connect ទៅម៉ាស៊ីន Versus Luca បន្ទាប់ពីបាន connect ហើយវា load substitute បាទជាបន្ទាប់យើងត្រូវមក rover មករកពាក្យ Versus VS ក្នុងករណីនេះខ្ញុំប្រើ server Versus VRS ហើយ detail ហើយចុច refresh មួយបន្តមកទៀតបើសិនជាករណីដែលយើងមានអ៊ីនធឺណិតវា load message update successful បន្តមកយើងរើស VRS បន្តមកយើងចុច OK ហើយចុច start បន្ទាប់ពីបាន start ជោគជ័យហើយយើងត្រូវចុចសញ្ញាព្រួយចេញមកបន្តមកយើងចូលទៅកន្លែងផ្ទាំង survey ហើយ survey មួយទៀតបន្តមកយើងត្រូវបើកប្រព័ន្ធ IMU របស់ម៉ាស៊ីន Versus Luca របស់យើងអញ្ចឹងយើងមកកន្លែងបើកប្រព័ន្ធ IMU ទីមួយគឺយើងត្រូវបញ្ចូលកម្ពស់ឧបករណ៍របស់យើងព្រោះយើង rover នៅលើបកគោយើងត្រូវបញ្ចូលនៅក្នុង pole គឺយើងដកតាមជាក់ស្ដែងក្នុងករណីនេះខ្ញុំដក 1.8 ម៉ែត្រខ្ញុំត្រូវបញ្ចូល 1.8 ម៉ែត្រអញ្ចឹងបន្ទាប់ពីបញ្ចូលរួចយើងចុច OK បន្ទាប់ពី OK ហើយយើងចាប់ផ្ដើមមកមើលផ្ទាំងខាងលើកន្លែងយើងបើកមិញនេះគឺឃើញ NA អញ្ចឹងយើងនឹងធ្វើការ calibrate ប្រព័ន្ធ IMU នេះដើម្បីឲ្យវា on ដើម្បីយើងធ្វើការវាស់ផ្អៀងបានអញ្ចឹងជាទៅយើងត្រូវធ្វើទៅតាមវីដេអូដែលខ្ញុំបង្ហាញនេះយើងត្រូវរុញទៅមុខទៅក្រោយចំនួន3ដងហើយបន្ទាប់មកយើងដាក់នៅស្ងៀមសិននោះប្រព័ន្ធ IMU របស់យើងគឺបានដំណើរការហើយអញ្ចឹងជាបន្ទាប់ខ្ញុំនឹងធ្វើការវាស់វែងនៅក្នុងទីតាំងនេះមួយចំណុចដើម្បីប្រៀបធៀបមើលអញ្ចឹងយើងចាប់ផ្ដើមវាស់នៅក្នុងករណីនេះយើងនឹងធ្វើការ save បន្ទាប់មកខ្ញុំនឹងធ្វើការ stake out ទៅលើពងដែលវាស់ភ្លាមៗមិញនេះដោយយើង back មកចូលទៅក្នុងផ្ទាំង point stake out បន្ទាប់មកយើងនឹងហៅពងដែលយើង survey មិញចូលទៅក្នុងកន្លែង stake out អញ្ចឹងជាបន្ទាប់យើងនឹងហៅពងនឹងចូលអញ្ចឹងក្នុងករណីនេះខ្ញុំនឹងដាក់ម៉ាស៊ីនឲ្យបានផ្អៀងប្រហែលជា30ដឺក្រេទៅ60ដឺក្រេដើម្បី verify ថាពងដែលយើងបានវាស់មិញហ្នឹងគឺវានៅចូលគ្នាដដែលនៅក្នុងករណីនេះខ្ញុំនឹងចាប់ផ្ដើមផ្អៀងម៉ាស៊ីនឲ្យរាងខ្លាំងបន្តិចបាទនៅក្នុងករណីនេះគឺម៉ាស៊ីនយើងផ្អៀងក្នុង30ដឺក្រេហើយគឺយើងឃើញថា accuracy របស់វាគឺចូលគ្នាល្អអញ្ចឹងម៉ាស៊ីនយើងនេះអាចផ្អៀងបានលើសនឹងទៀតទៅតាមទស្សនវិជ្ជាជាក់ស្ដែងទៅតាមការងារជាក់ស្ដែងដែលយើងធ្វើ